ទម្លាប់ទាំង7នៃអ្នកគ្រប់គ្រងល្អ1. ការកំណត់គោលដៅច្បាស់លាស់និងការរៀបចំផែនការ strategy planning អ្នកគ្រប់គ្រងល្អមិនធ្វើការឲ្យគ្មានទិសដៅឡើយពួកគេចេះប្រើប្រាស់ក្របខ័ណ្ឌដូចជា POLC Planning Organizing Leading Controlling ដើម្បីកំណត់ផែនការយុទ្ធសាស្ត្រការបកស្រាយពួកគេដឹងពីអ្វីដែលត្រូវសម្រេចបានក្នុងរយៈពេលខ្លីនិងវែងហើយអាចបកស្រាយគោលដៅដ៏ស្មុគស្មាញទៅជាជំហានតូចៗដែលបុគ្គលិកអាចអនុវត្តបាន 2. ការធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព Effective Communication ទំនាក់ទំនងមិនមែនគ្រាន់តែជាការនិយាយនោះទេប៉ុន្តែវាគឺជាការស្ដាប់ការបកស្រាយអ្នកគ្រប់គ្រងល្អមានសមត្ថភាពស្ដាប់ដោយសកម្ម Active Listening ដើម្បីយល់ពីបញ្ហានិងតម្រូវការរបស់ក្រុមការងារពួកគេមានភាពច្បាស់លាស់ក្នុងការបញ្ជូនសារហើយតែងតែបើកចំហក្នុងការទទួលយកមតិយោបល់ត្រឡប់ feedback 3. ការផ្ដល់អំណាចនិងការទុកចិត្ត delegation and empowerment ទម្លាប់ដ៏សំខាន់គឺការមិនគ្រប់គ្រងរឿងតូចតាច micro management ការបកស្រាយពួកគេចេះជ្រើសរើសមនុស្សដែលត្រឹមត្រូវសម្រាប់កិច្ចការដែលត្រឹមត្រូវហើយផ្ដល់អំណាចក្នុងការសម្រេចចិត្តដល់បុគ្គលិកនេះមិនត្រឹមតែជួយកាត់បន្ថយបន្ទុកការងាររបស់អ្នកគ្រប់គ្រងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយអភិវឌ្ឍសមត្ថភាពក្រុមការងារឲ្យកាន់តែខ្លាំងក្លាផងដែរ 4. ការធ្វើជាគំរូនិងការរក្សាភាពស្មោះត្រង់ Leading by Example ឥរិយាបថអ្នកគ្រប់គ្រងគឺជាស្តង់ដារសម្រាប់ក្រុមទាំងមូលការបកស្រាយប្រសិនបើអ្នកចង់ឲ្យបុគ្គលិកមានវិន័យនិងខិតខំប្រឹងប្រែងអ្នកត្រូវតែបង្ហាញពួកគេតាមរយៈទង្វើផ្ទាល់ខ្លួនភាពស្មោះត្រង់និងក្រមសីលធម៌ការងារគឺជាមូលដ្ឋានគ្រឹះដែលកសាងទំនុកចិត្តពីសំណាក់បុគ្គលិក 5. ការផ្ដោតលើការអភិវឌ្ឍមនុស្ស Developing Other People អ្នកគ្រប់គ្រងដែលល្អមើលឃើញបុគ្គលិកជាទ្រព្យសម្បត្តិដែលត្រូវវិនិយោគមិនមែនជាឧបករណ៍សម្រាប់ប្រើប្រាស់ឡើយការបកស្រាយពួកគេតែងតែរកឱកាសបង្រៀន coaching និងផ្ដល់យោបល់ដើម្បីកែលម្អ constructive feedback ការជួយឲ្យបុគ្គលិកម្នាក់ៗរីកចម្រើនក្នុងអាជីពគឺជាសញ្ញាណនៃភាពជាអ្នកដឹកនាំដ៏ជោគជ័យ 6. ការសម្រេចចិត្តដោយផ្អែកលើទិន្នន័យនិងភាពយុត្តិធម៌ Objective Decision Making ការសម្រេចចិត្តដោយប្រើអារម្មណ៍ផ្ទាល់ខ្លួនច្រើនតែនាំឲ្យមានភាពលំអៀងការបកស្រាយអ្នកគ្រប់គ្រងល្អវិភាគស្ថានភាពដោយផ្អែកលើទិន្នន័យនិងតវិជ្ជាពួកគេរក្សាភាពយុត្តិធម៌ក្នុងការវេចតម្លៃការងារនិងមិនមានភាពលំអៀងទៅលើបុគ្គលណាមួយឡើយដែលនេះជួយបង្កើតបរិយាកាសការងារប្រកបដោយសុខដុមរមនា 7. ការរក្សាតុល្យភាពនិងភាពធន់ Resilient and Emotional Intelligence ការគ្រប់គ្រងតែងតែជួបប្រទះនឹងសម្ពាធនិងបញ្ហាដែលមិនអាចគ្រងទុកបានការបកស្រាយអ្នកគ្រប់គ្រងដែលល្អមានភាពឆ្លាតវៃខាងអារម្មណ៍ EQ ខ្ពស់ពួកគេអាចរក្សាភាពស្ងប់ស្ងាត់ក្នុងស្ថានភាពលំបាកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងនិងដឹងពីរបៀបលើកទឹកចិត្តក្រុមក្នុងពេលមានវិបត្តិ